ថ្ងៃហ្នឹងខ្ញុំនាំអ្នកគ្នាលើនិយាយរឿងមួយដែលទាក់ទងនឹងបាយកម្មអរអ្នកខ្ញុំនឹងឃើញរូបមួយខាងក្រោមខ្ញុំរូបហ្នឹងនិយាយអំពីប្រព័ន្ធកម្មឆ្លាតវៃហេតុអីខ្ញុំនិយាយថាប្រព័ន្ធកម្មឆ្លាតវៃអ្នកឃើញមកតាមអ្នកតែឃើញក្នុងឯប្រព័ន្ធកម្មទូរស័ព្ទក្នុងទូរស័ព្ទហ្នឹងមិនមែនជារឿងលេងសើចទេព្រោះមួយយើងជឿទៅទូរស័ព្ទមកដល់ពីដៃទៅអញ្ចឹងមួយទៀតហើយនឹងឃើញធុងពីរនៅក្បែរគាត់អបជាពីរហ្នឹងជាប្រព័ន្ធឆ្លាតវៃដែលគ្រប់គ្រងចំណុចទាំងអស់ដែលមាននៅក្នុងដំណាំឬក៏កសិកម្មនេះដោយសារតែប្រព័ន្ធពីរហ្នឹងគឺជាផ្នែកចិត្តជាចំណុចជាគោលខ្វល់របស់ប្រព័ន្ធឆ្លាតវៃដែលជួយឲ្យកសិករម្នាក់ហ្នឹងជួយគ្រប់គ្រងពីសំណើមដីសារធាតុចិញ្ចឹមក្នុងដីគេហៅដីតើរុក្ខជាតិហ្នឹងត្រូវការទឹកប្រមាណហើយតើរុក្ខជាតិហ្នឹងជារុក្ខជាតិប្រភេទអីហើយតើវាត្រូវការរយៈពេលប្រមាណថ្ងៃសម្រាប់លក់ឲ្យប្រមាណថ្ងៃមកដល់ពេលបំផុតហើយវាត្រូវការសារធាតុចិញ្ចឹមប្រមាណជីប្រមាណវាជាអ្នកកែនេះយើងហើយយើងគាត់តែជាអ្នកដាក់ជីឲ្យវាទេហើយយើងក៏មិនបាច់ចាំតែដាក់ជីផ្ទាល់ផងដែរដូចតែយើងប្រើប្រព័ន្ធឆ្លាតវៃហ្នឹងហើយភ្ជាប់ទៅនឹងធុងជីដែលវាលាយជីស្អាតហើយបញ្ចូលចូលក្នុងប្រព័ន្ធវីដេអូតាមមួយទៅវានឹងកែនេះជីថាតើដំណាំនេះត្រូវការជីប្រមាណការធ្វើនេះគឺចំណេញដែរចំណេញពេលវេលាសម្រាប់អ្នកមើលដែរដោយសារតែយើងអត់មានពេលគ្រប់គ្រាន់សម្រាប់ការក៏អត់មានពេលគ្រប់គ្រាន់ទេគាត់អាចថាមានពេលខ្លះហើយគាត់ទៅធ្វើការគេទៅហើយគាត់ភ្លេចសតអីទៅគឺយើងអាចបញ្ជាវាពីចម្ងាយហើយដល់ពេលដែលវាខ្វះជីវានឹង alert ទៅក្នុងប្រព័ន្ធឆ្លាតវៃគ្រប់បាល់ server នៅក្នុងទូរស័ព្ទធុងជាពីហ្នឹងហើយវានឹងកែនេះជីនឹងដាក់ជីនឹងខ្លួនឯងបែបនេះហើយធ្វើឲ្យដំណាំដែលលូតលាស់ចេញមកទៅល្អហើយស្អាតគ្រប់គ្រាន់សម្រាប់ឲ្យយើងបរិភោគហើយវាស្តង់ដារទៀតដោយសារតែយើងប្រើការ set up បែបកំណត់ស្តង់ដារឲ្យចិត្តទៅវាអាចមានល្អវាល្អត្រង់ថាយើងអត់ដាក់ជីលើសទេយើងមិនបាត់បង់ទេមិនថាអត់ដូចកសិករបុរាណគាត់ពីមុនយើងដាក់ជីទៅយើងដាក់ជីថាដាក់ជីប៉ុណ្ណឹងវានឹងទាន់ប៉ុណ្ណឹងហើយប៉ុន្តែការពិតអត់ទេពេលយើងដាក់ជីប៉ុណ្ណឹងហើយទៅវាអាចបាត់បង់តាមចំហាយទឹកហើយថ្ងៃចឹងទៅប៉ុន្តែយើងដាក់នៅពេលដែលវាត្រូវការនោះដំណាំរបស់យើងវានឹងល្អរហូតចឹងតែវាត្រូវការវាមានបើបានព្រមយើងដំណាំយើងវាមិនល្អតែមួយទៀតដំណាំយើងលោះទាន់ពេលវេលាយើងចង់ប្រមូលផលពេលណាយើងអាចគេនេះទៅអាចការវាប្រមាណសម្រាប់ប្រមូលផលយើងដាក់ទៅហើយដាំចន្លោះគ្នាទៅដាំដាក់កៅដោយសារតែពីច្រើនខាងអីគេចង់បានជាគីឡូថ្ងៃយើងគ្រប់គ្រងជាប្រមាណយើងអាចគ្រប់គ្រងបានជាហូបជារៀងរាល់ថ្ងៃគឺតែគេត្រូវការច្រើនជារៀងរាល់ថ្ងៃមួយថ្ងៃប្រមាណគីឡូយើងគ្រប់គ្រងជាប៉ុន្តែយើងមានតាមរដូវទេអញ្ចឹងហើយយើងពិបាកបាទចឹងថាអូនហ្នឹងជួយឲ្យកសិកម្មយើងងាកមកប្រើប្រាស់ឧបករណ៍ឆ្លាតវៃវិញយើងមិនបង្ខំទេដោយសារតែយើងក៏មានប្រវត្តិវាហិរញ្ញទុកដែរការធ្វើបែបនេះក៏ទាមទារឲ្យមានហិរញ្ញទុកគ្រប់គ្រាន់សម្រាប់ធ្វើដែរអញ្ចឹងខ្ញុំថាយើងនឹងផ្លាស់ប្ដូរពីបែបប្រពៃណីមកបែបឆ្លាតវៃពីដល់យើងខ្ញុំ